ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅគម្រោងបុរីលេងនវត្រាត្រូវដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបុរីរបស់អ្នកអង្គការលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយកចូលព្រមទទួលយកដំណោះស្រាយឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបុរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គរប្រជុំ